ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃអ្នកស្រីផែថងឋានស៊ីនវ៉ាត់ទៅប្រទេសកម្ពុជានៅថ្ងៃទី23និងទី24ខែមេសានេះក្រុមប្រឹក្សាជាតិតស៊ូ CNRC ទាមទារយ៉ាងទទូចចំនួន4ចំណុចទី1រដ្ឋាភិបាលលោកហ៊ុនម៉ាណែតនិងរដ្ឋាភិបាលអ្នកស្រីផែថងឋានត្រូវតែមានវិធានការរួមគ្នាក្នុងការចាប់លោកលីរតនៈរស្មីនិងលោកពេជ្រកឹមស្រិនយកទៅផ្ដន្ទាទោសនៅតុលាការថៃដើម្បីរកយុត្តិធម៌ជូនលោកលីមគឹមយ៉ាអតីតសមាជិកសភាគណៈបក្សសង្គ្រោះជាតិបើមិនដូច្នោះទេនាយករដ្ឋមន្ត្រីទាំងពីរប្រមាថសមាជិកសភាកម្ពុជាដែលពលរដ្ឋខ្មែរបោះឆ្នោតទុកចិត្តប្រមាថរដ្ឋធម្មនុញ្ញនៃប្រទេសទាំងពីរដែលចែងអំពីការធានាយុត្តិធម៌ប្រមាថគោលការណ៍សិទ្ធិមនុស្សសកលដែលត្រូវគោរពសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌សម្រាប់បុគ្គលព្រមទាំងជាការប្រមាថកិច្ចសហប្រតិបត្តិការអន្តរជាតិដែលភាគីថៃនិងកម្ពុជាត្រូវប្រតិបត្តិតាមដោយក្នុងក្របខ័ណ្ឌប៉ូលីសអន្តរពលដែលកំពុងស្វែងរកចាប់លោកលីរតនៈរស្មីនិងលោកពេជ្រកឹមស្រិនដែលលាក់ខ្លួនក្នុងទឹកដីកម្ពុជាទី2លោកហ៊ុនម៉ាណែតត្រូវប្រាប់អ្នកស្រីផែថងឋានអំពីការលុបចោលអនុសារណៈនៃការយោគយល់គ្នាឬ MOU ឆ្នាំ2001ពីព្រោះបំណងនៃការលុបចោលនេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរអនុសារណៈឬ MOU មិនមែនជាច្បាប់ទេក៏ប៉ុន្តែ MOU ឆ្នាំ2001នេះហើយដែលភាគីថៃបែរជាប្រើជាឧបករណ៍កាត់ជ្រៀលយកចំណាយកោះកុដរបស់ប្រទេសកម្ពុជាទៅត្រួតត្រាទាំងបំពេញហើយថៃពន្លាតវាទីមកគ្រប់គ្រងលើដែនសមុទ្រកម្ពុជាយ៉ាងតិច 26,000 គីឡូម៉ែត្រការ៉េក្នុងរូបភាពសមុទ្រត្រួតស៊ីគ្នាទៀតទី3លោកហ៊ុនម៉ាណែតត្រូវប្រាប់អ្នកស្រីផែថងឋានឲ្យដកកងទ័ពថៃចេញពីកោះកុដតំបន់សមុទ្រដែលភាគីទាំងពីរអះអាងថាត្រួតស៊ីគ្នាកម្លាំងកងទ័ពថៃនៅតំបន់ប្រាសាទតាក្របីទីតាំងប្រាសាទតាមាន់តូចនិងនៅបរិវេណប្រាសាទតាមាន់ធំដែនដីកោះសមុទ្រនិងតំបន់ប្រាសាទទាំងនេះសុទ្ធតែស្ថិតនៅក្នុងដែនកម្មសិទ្ធិអធិបតេយ្យរបស់ប្រទេសកម្ពុជាទី4លោកហ៊ុនម៉ាណែតត្រូវបង្ហាញជំហរឲ្យច្បាស់ប្រាប់អ្នកស្រីផែថងឋានថាកម្ពុជានឹងប្តឹងសំណុំរឿងចំនួនកោះកុដតំបន់សមុទ្រករណីតំបន់ប្រាសាទតាក្របីទីតាំងប្រាសាទតាមាន់តូចនិងវិវាទបរិវេណប្រាសាទតាមាន់ធំទៅតុលាការអន្តរជាតិឲ្យជំរះសេចក្តីពីព្រោះនេះជាដំណោះស្រាយបញ្ចប់ចំនួនព្រំដែនដោយអហិង្សានិងតាមយន្តការអន្តរជាតិប្រជាពលរដ្ឋខ្មែរគ្មានជំនឿសោះឡើយលើការចរចាទ្វេភាគីកម្ពុជាមិនត្រូវអូសបន្លាយលបែងចរចាទ្វេភាគីឥតប្រយោជន៍ឲ្យតែខាតពេលខាតលុយនិងខាតកម្លាំងឡើយហើយបានលទ្ធផលត្រឹមតែរងសម្ពាធពីភាគីថៃនិងការបារម្ភអំពីការបាត់បង់ទឹកដីរបស់ប្រទេសកម្ពុជាបន្ថែមទៀតលោកហ៊ុនម៉ាណែតត្រូវបង្ហាញជំហរប្រាប់អ្នកស្រីផែថងឋានលើភាពចាំបាច់ដែលត្រូវប្រតិបត្តិលក្ខខណ្ឌ4ចំណុចនេះបើលោកហ៊ុនម៉ាណែតមិនក្បត់ផលប្រយោជន៍ប្រជាជាតិខ្មែរទេបើនាយករដ្ឋមន្ត្រីទាំងពីរជាពិសេសលោកហ៊ុនម៉ាណែតមិនបានជជែកឲ្យច្បាស់ពីបញ្ហាទាំង4នេះនោះអ្នកទាំងពីរមិនស័ក្តិសមជានាយករដ្ឋមន្ត្រីតំណាងប្រទេសនីមួយៗឡើយហើយអ្នកទាំងពីរគ្រាន់តែជានាយករដ្ឋមន្ត្រីគ្រួសារគឺលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីគ្រួសារហ៊ុនរីឯអ្នកស្រីផែថងឋានជានាយករដ្ឋមន្ត្រីគ្រួសារថាក់ស៊ីនដែលគ្រាន់តែជួបជជែកគ្នានៅរាជធានីភ្នំពេញនៅថ្ងៃទី23និងទី24ខែមេសាអំពីតាក់ទិចរកប្រយោជន៍ឲ្យគ្រួសាររបស់ខ្លួនផ្ដាច់មុខតែប៉ុណ្ណោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិតស៊ូពីទីក្រុងប៉ារីប្រទេសបារាំងថ្ងៃទី22ខែមេសាឆ្នាំ2025